បាទគឺយើងមកមើលសមីការ differential យើងមួយទៀតការរបៀបដោះស្រាយសមីការដែលមានរាង dy លើ dx ស្មើនឹង f នៃ ax បូក by របៀបនៃការដោះស្រាយសមីការដែលមានទម្រង់បែបនេះគឺទី1គឺយើងយក t ស្មើនឹង ax បូក by គេថាយក t ស្មើនឹង ax បូក by នេះគឺជាអ្វីយើងត្រូវដឹងគឺ t' t' គឺស្មើនឹង dt លើ dx y' គឺស្មើនឹង dy លើ dx មានន័យថា derivative នៃ t នេះគឺធៀបនឹង x derivative y ក៏ធៀបនឹង x ដែរទី2គឺបន្ទាប់ពីយើងបដូរអត្ថេហើយគឺយើងបំពាក់អង្គតិក្រាមសងខាងនេះគឺជាអានុគមអង្គទី1នេះយើងអានុគម t អង្គទី2នេះគឺអានុគម x ទី3គឺយើងទាញរក y បាទគឺយើងទៅមើលលំហាត់អនុវត្តការដោះស្រាយសមីការ differential dy លើ dx ស្មើនឹង 2x បូក y មួយចម្លើយទី1គឺយក t ស្មើនឹង 2x បូក y មានន័យថាយក t ស្មើនឹង 2x បូក y t' t' មានន័យថា derivative នៃ t នេះ derivative នៃ t គឺធៀបនឹង x យើងបានអីគេបាន2បូក y ដើម្បីយើងទាញរក y ទាញរក y បានអីគេ y គឺមានន័យថាបាន t' នេះគឺដកបោះ2នេះបោះដកមានន័យថា t' ដក2យើងដឹងថា t' យើងស្មើអីគេ t' គឺស្មើ dt លើ dx y' លើ dy លើ dx dy លើ dx គឺស្មើនឹង y' អញ្ចឹង y' គឺចំនួនដោយគេ t' ស្មើនឹង t y' ស្មើនឹង t' ដក2ស្មើនឹង t ដោយសារ y' y' មានន័យថានេះ y' dy លើ dx គឺស្មើនឹង t តាមហើយយើងបានអីគេ y' t' ស្មើនឹង t បូក2គេថាបោះដក2ទៅគឺបានអីគេដក2នេះបានបូក2នេះដក2បោះទៅគឺបូក2មានថា t បូក2តើប៉ុណ្ណឹងគឺមិនថាយើងចំនួន t' ស្មើនឹងអីលើ t នេះ t' គឺស្មើនឹង t លើ dx វាស្មើនឹងអីគេស្មើនឹង t បូក2តើបើយើងទាញយើងបដូរអាថេវាមកគឺបានអីគេមានថាពី x បូក2នេះបោះទៅគឺចែកមានថា1លើ t បូក2ស្មើ dt បោះ dx ទៅនេះគឺស្មើ dx បន្ទាប់យើងបដូរអត្ថេហើយគឺយើងបំពាក់អង្គតិក្រាមសងខាងបំពាក់អង្គតិក្រាមសងខាងមកបន្ទាប់ពីបំពាក់អង្គតិក្រាមយើងគណនាអង្គតិក្រាមមកពាក្យអង្គតិក្រាមគឺយើងបានអីគេអង្គតិក្រាមនៃ1លើ t បូក2នេះគឺវាស្មើនឹងលិននៃ t បូក2បូក c អង្គដោយសារវាអង្គទី1អង្គទី2គឺអង្គតិក្រាមនៃ dx គឺស្មើនឹង x បូក c ដឺបូក c ដឺគឺយើងចំនួន t នេះយើងចំនួន t នេះបើពីយើងគណនាអង្គតិក្រាមហើយគឺយើងចំនួន t ដោយអ្វីយើងតាំងt ស្មើនឹង 2x បូក y យើងចំនួន t ដោយ x បូក y គឺបូក2នេះស្មើនឹង x បូក c ដឺដក c អង្គស្មើនឹង c មានន័យយើងតាំង c ដឺដក c អង្គគឺតាំងនឹង t តោះវាបានប៉ុណ្ណឹងហើយគឺយើងបំពាក់ទាំងសងខាងពាក្យសងខាងយើងដឹងថាសកុនលិន alpha បាន alpha យើងគឺ 2x បូក y បូក2សកុនលិន alpha គឺបាន alpha គឺ 2x បូក y បូក2ស្មើនឹងសកុន x បូក c ជំហានចុងក្រោយគឺយើងទាញរក y គឺបានសកុន x បូក c ដក 2x ដក2នេះគឺជាចម្លើយនៃសមីការ differential